ស្ប៉ាបន្ទាយស្រីខេត្តកំពតអត់គឺជា business របស់ខ្ញុំទេខ្ញុំធ្វើការនៅស្ប៉ាបន្ទាយស្រីនឹងការខិតខំរបស់ខ្ញុំហើយនឹងខ្ញុំមានការស្រឡាញ់មួយពីក្មេងមួយនោះគឺសាឡនតែម៉ាក់ប៉ាខ្ញុំគាត់អត់ឲ្យរៀនទេគាត់ឲ្យខ្ញុំរៀនបន្តនៅសាកលវិទ្យាល័យតែមិនមែនជាជំនាញរបស់ខ្ញុំបន្ទាប់មកខ្ញុំក៏បញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យខ្ញុំក៏បានរៀបការទៅរស់នៅប្រទេសថៃ9ឆ្នាំហើយខ្ញុំក៏បន្តសុំអតីតប្តីរបស់ខ្ញុំរៀនសាឡនទៀតតែគាត់អត់ឲ្យខ្ញុំរៀននៅពេលនោះខ្ញុំក៏ត្រឡប់មកប្រទេសខ្មែរខ្ញុំក៏សម្រេចចិត្តខ្លួនឯងថាខ្ញុំនឹងរៀនសាឡនឲ្យបានខ្ញុំនឹងធ្វើសាឡនឲ្យបានតែនៅពេលនោះខ្ញុំក៏បានសម្រេចសាឡនជំនាញសាឡននោះបានហើយនឹងយកសញ្ញាបត្រទៅឲ្យម៉ាក់ប៉ាខ្ញុំគាត់គិតថាខ្ញុំអាចធ្វើបានអ្វីដែលខ្ញុំស្រឡាញ់ពីមុនមកនឹងថ្ងៃមួយក៏ខ្ញុំបានជួបនឹងឲ្យថៅកែរបស់ខ្ញុំ Sister Fria ដែលគាត់ឲ្យខ្ញុំមានថ្ងៃនេះមួយទៀតហើយនឹងឲ្យគាត់យកខ្ញុំធ្វើការជាមួយគាត់ឃើញការតស៊ូរបស់យើងទើបគាត់ឲ្យយើងខ្លាចជាអ្នកដឹកនាំនៅកន្លែងធ្វើការបន្ទាប់មកក៏ខ្ញុំយកជំនាញរបស់ខ្ញុំហ្នឹងយកទៅដាក់នៅកន្លែងការងារនឹងដែរផលិតផលខាងនាងខ្ញុំមានស្ប៉ានិងម៉ាស្សានិងតាមបែបបុរាណខ្មែរពួកខ្ញុំពេលពួកគាត់មកដល់កន្លែងខ្ញុំពួកខាងនាងខ្ញុំបញ្យលនិងប្រើប្រាស់បញ្យលការព្យាបាលបែបរុក្ខជាតិខ្មែរថាព្យាបាលបែបម៉េចរាល់សេវាកម្មទាំងអស់គឺខ្ញុំអនុភាពសម្រាប់តែស្ត្រីឯងដូចមានស្ប៉ានិងពេលពួកគាត់មកដល់កន្លែងខ្ញុំពួកគាត់មានបទពិសោធន៍ក្នុងការបុកគ្រឿងយកទៅស្ទីមខ្លួនឯងហើយនឹងត្រាំទឹកមានម៉ាស្សាក្បាលម៉ាស្សាជើងហើយនឹងម៉ាស្សាខ្នងនឹងមានអាហារថ្ងៃត្រង់សម្រាប់ពួកគាត់សម្រាប់ home stay វិញនៅពេលដែលពួកគាត់មកស្នាក់នៅពួកខ្ញុំមានអាហារថ្ងៃត្រង់អាហារពេលព្រឹកនិងអាហារពេលល្ងាចឲ្យគាត់ហើយពួកគាត់អាចជិះកង់បានជិះកង់ដល់លេងបានស្ទូចត្រីហើយនឹងជួបអ្នកភូមិបានចំណុចពិសេសតម្លៃពិសេសសម្រាប់នាងខ្ញុំមានដូចជានៅពេលដែលពួកគាត់មកកាន់កន្លែងខ្ញុំនឹងបង្ហាញថាសម្រាប់ធម្មជាតិសម្រាប់រុក្ខជាតិខ្មែរតើជួយអ្វីខ្លះសម្រាប់រាងកាយព្យាបាលអ្វីខ្លះសម្រាប់រាងកាយហើយគាត់មកដល់កន្លែងយើងនាងខ្ញុំគាត់មានបរិយាកាសល្អហើយរស់នៅជាមួយនឹងធម្មជាតិនឹងពេលគាត់មកទៅកន្លែងយើងនៅពេលដែលគាត់បញ្ចប់នៅកន្លែងយើងមានម៉ាស្សាមានអីហើយគាត់ត្រឡប់ទៅវិញគាត់គិតថាគាត់មានអារម្មណ៍ស្រស់ថ្លាមែនទែនពេលគាត់ត្រឡប់ទៅវិញហើយនឹងសេវាកម្មនាងខ្ញុំមានតាំងពីមានម៉ូតូតាំងដឹកទៅដឹកមកមានអាហារថ្ងៃត្រង់មានម៉ាស្សាមានទឹកមានផ្លែឈើអីមួយសេតឲ្យគាត់នឹងហ្មង